សួស្តីថ្ងៃនេះនាងខ្ញុំមកថតនៅភ្នំសំពៅថតនៅកន្លែងជើងភ្នំសំពៅត្រង់បដិមាកធំឥឡូវគឺថាមានការរៀបចំស្អាតខុសប្លែកពីមុនឆ្ងាយណាស់បងប្អូនគឺខាងមុខនេះគឺចាក់សាបទាំងអស់ហើយមានកន្លែងឡើងមានកន្លែងទស្សនាគឺយ៉ាងស្អាតតែម្ដងហើយនៅខាងមុខរបស់នាងខ្ញុំផ្នែកចំហៀវនោះគឺជាលាអាងប្រជៀវភាគច្រើនគឺចាញ់រកស៊ីនៅពេលល្ងាចព្រលឹមឡើងគឺវាចាប់ដើមចូលរូងវិញហើយថ្ងៃនេះគឺនាងខ្ញុំមកក្នុងកំឡុងពេលម៉ោង12អត់មានភ្ញៀវទេសចរមកទេគឺថាស្ងប់ស្ងាត់ល្អណាស់ប៉ុន្តែដោយសារតែនាងខ្ញុំមានការមកភ្នំសំពៅហើយនាងខ្ញុំក៏ធ្វើជាវីដេអូបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនអ៊ំពុំមីងទាំងអស់គ្នាឲ្យបានឃើញត្មងទៅថាឥឡូវភ្នំសំពៅគឺមានការអាប់ដេតបង្កើតទីកន្លែងស្អាតសម្រាប់ឲ្យអ្នកថតរូបសម្រាប់ឲ្យអ្នកដែលមកទស្សនាបជាវគឺបានឃើញគឺស្អាតមែនតែម្ដងខាងនោះក៏មានកន្លែងសម្រាប់ឡើងដែរនៅខាងមុខនឹងខ្ញុំនេះមានកន្លែងឡើងនេះវងចាញ់ទៅនោះហើយនៅខាងមុខនោះគឺមានកន្លែងមួយទៀតសម្រាប់ឡើងសម្រាប់មើលបជាវនៅពេលល្ងាចបើពេលល្ងាចប្រហែលជាមានភ្ញៀវទេសចរមកច្រើនតែដោយឡែកថ្ងៃនេះនាងខ្ញុំមកពេលថ្ងៃត្រង់គឺអត់មានភ្ញៀវទេនិយាយទៅគេធ្វើបែបនេះគឺមានការងាយស្រួលសម្រាប់ភ្ញៀវបរទេសឬក៏ភ្ញៀវទេសចរក្នុងស្រុកដែលមកលេងនឹងមានបំណងមកមើលប្រជៀវគឺងាយស្រួលមែនទែនគឺកន្លែងស្រឡះស្អាតបរិស្ថានល្អមែនទែននិយាយទៅនាងខ្ញុំធ្វើបិទអ្នកបាត់ដំបងមែនប៉ុន្តែនាងខ្ញុំក៏មិនសូវបានដើរកំសាន្តពេលល្ងាចពេលអីគឺនាងខ្ញុំអត់សូវទេតតែពេលមានការទៅនាងខ្ញុំបានមកនិយាយទៅស្រស់ស្អាតប្លែកម្យ៉ាងដែរតើអូយស្អាតដល់បងប្អូនតែគួរស្ដាយដែរនាងខ្ញុំមកតែម្នាក់ឯងទេបងនាងខ្ញុំគាត់ទៅផ្ទះមិត្តភ័ក្តិរបស់គាត់ដើម្បីទៅយកស្វាយតែគាត់ឃើញថានាងខ្ញុំមកហើយគឺដាក់នាងខ្ញុំឲ្យនៅថតកន្លែងនេះអញ្ចឹងទៅគាត់ហួសទៅយកស្វាយបន្ទាប់ពីមកវិញបានគាត់ចូលមកយកនាងខ្ញុំដល់ពេលអញ្ចឹងទៅអ្នកផលិតមេតិកាពុកម៉ែបងប្អូនឆ្លៀតណាស់សូម្បីតែ 4-5 នាទីក៏ឆ្លៀតដែរដើម្បីបានជាវីដេអូបានជារូបភាពផុសចែកជូនដល់ពុកម៉ែបងប្អូនអ៊ំពុំមីងទាំងអស់គ្នាគឺស្អាតមែនតែម្ដងហើយស្មាននឹងមានគេលក់ការ៉េមានអីជាដើមមាននៅខាងមុខនោះមានភ្លេងការហើយនៅខាងនោះគេមានលក់ដូងទាំងអតេះពុកម៉ែបងប្អូនសម្រាប់ភ្ញៀវគាត់មកលេងនៅពេលល្ងាចគឺយើងអាចបរិភោគដូងបានដោយសារតែម្ដុំនេះភាគច្រើនសិតតែដូងធម្មជាតិពុកម៉ែបងប្អូនមានរសជាតិផ្អែមណាស់ហើយនិយាយទៅបើសិនជាយើងបរិភោគដូងច្រើនគឺល្អសម្រាប់សុខភាពយើងមែនទែនដូងវាជួយលាងតម្រងនោមដែរប្រសិនជាយើងហូបឲ្យបានត្រឹមត្រូវហើយយើងមានបន្ថែមក្រូចឆ្មាអីជាដើមហើយនិយាយទៅទឹកដូងគឺវាមានភាពបរិសុទ្ធផ្អែមមិនមានជាតិគីមីអ្វីសូម្បីតែបន្តិចព្រោះវាជាផ្លែឈើធម្មជាតិបើចំពោះនាងខ្ញុំបើនាងខ្ញុំទៅដើរលេងនៅកន្លែងផ្សេងគឺនាងខ្ញុំអត់ហូបភេសជ្ជៈកំប៉ុងទេគឺនាងខ្ញុំតែងតែបរិភោគដូងព្រោះដូងគឺល្អសម្រាប់សុខភាពខ្លាំងតែម្ដងហើយមិនមានប៉ះពាល់មិនមានអ្វីទាំងអស់គឺនាងខ្ញុំចូលចិត្តបរិភោគដូងហើយចំពោះពុកម៉ែបងប្អូនវិញធ្លាប់ដែរមកលេងនៅទីនេះអត់បើមិនដែលធ្លាប់ទេអាចមកបានម្ដងឥឡូវគេអាប់ដេតថ្មីគឺថាស្អាតកន្លែងស្រឡះមើលទៅគឺថាត្រជាក់ភ្នែកត្រជាក់ចិត្តតែម្ដងហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនចាំជួបនាងខ្ញុំនៅវីដេអូក្រោយៗទៀត